ចាសូមជម្រាបសួរនេះគឺរបៀបធ្វើប្រហិតសាច់មាន់ក្នុងលក្ខណៈគ្រួសាររបស់ខ្ញុំដែលខ្ញុំចូលចិត្តអាសាធ្វើជាងគេអត់ចង់ទិញគេចង់ធ្វើខ្លួនឯងមានមនុកចិត្តជាដំបូងនេះគឺរបៀបធ្វើរបស់ខ្ញុំប្រើសាច់ទ្រូងមាន់ខ្ញុំយកដាក់ទូកករៀងកកមកបន្ទាប់បន្តិចខ្ញុំយកមកកិនវាឲ្យម៉ត់ចាហើយខ្ញុំធ្វើការថ្លឹងវាកិនចំនួនសាច់ហ្នឹងគឺចំនួន2គីឡូទេចាហើយខ្ញុំយកមកដាក់ក្នុងចានដែកមួយឡែកបន្ទាប់មកទៀតខ្ញុំធ្វើការផ្សំគ្រឿងនេះគឺទឹកខ្ញុំប្រើចំនួន400 ml ហើយម្សៅស៊ុបខ្ញុំដាក់4ស្លាបព្រាកាហ្វេហើយនឹងម្រេចខ្ញុំដាក់2ស្លាបព្រាកាហ្វេ baking powder ខ្ញុំដាក់2ស្លាបព្រាបាយហើយអំបិល1ស្លាបព្រាបាយបន្ទាប់មកទៀតគឺខ្ញុំប្រើអំបិលតិចទៀតដើម្បីយកឈ្ងុយហើយទឹកត្រី4ស្លាបព្រាបាយស្ករស4ស្លាបព្រាបាយហើយនឹងម្សៅឆាចំនួន12ស្លាបព្រាបាយខ្ញុំកូរវាជាល្បាយទៅមួយខ្ញុំនឹងយកវាទៅចាក់នៅក្នុងសាច់របស់ខ្ញុំហើយខ្ញុំយកវាទៅកិនម្សៅទៀតគឺខ្ញុំកិនឲ្យស្អិតល្មួតទៅជាប្រហិតដូចសាច់ប្រហិតអញ្ចឹងចាបន្ទាប់មកទៀតខ្ញុំធ្វើការយកទៅដាក់ដាំទឹកឲ្យ 70% អត់ឲ្យពុះទេហើយខ្ញុំមានពុំរបស់ខ្ញុំការពុំរបស់ខ្ញុំនេះគឺស្រួលងាយស្រួលចំណេញពេកហើយខ្ញុំផ្កាប់ទៅក៏អត់មានធ្លាក់ដែរគឺស្អិតល្អណាស់ហើយខ្ញុំយកស្កឹះម្ដងបាន3ក្នុងមួយពុំនោះខ្ញុំចាក់បាន9ដែរជាការងាយស្រួលហើយលឿនតាន់ចិត្តចាដូចថាมันយើងចំណេញពេកយើងចាមកមានពុំអញ្ចឹងមិនបាច់ប្រើដៃប្រតិបតាហើយខ្ញុំបាត់ភ្លើងឲ្យវាឡើងខ្លាំងតិចទៅឲ្យពុះទៅប្រហិតរបស់ខ្ញុំមិនដែលឡើងបានន័យថាប្រហិតរបស់ខ្ញុំរួចរាល់ឆ្អិនហើយខ្ញុំយកវាទៅដាក់នឹងតកកត្រាំនឹងតកកទៀតដើម្បីឲ្យប្រហិតខ្ញុំនឹងវាស្វិតល្អរសជាតិវាគឺផ្អែមប្រៃល្មមមកឆ្ងាញ់ចាវីដេអូខ្ញុំដល់ទីបញ្ចប់ហើយគឺមានតែប៉ុណ្្នឹងដែរប្រហិតរបស់ខ្ញុំចាអរគុណបងប្អូនដែលបានទស្សនាចាសូមជម្រាបលាបាយបងប្អូន